ពូម្សិលមិញនៅជាមួយក្រុម Delta Force មែនម្សិលមិញអាចថាវាជាយុទ្ធនាការក៏ក្រៅពិភពលោកដែរសម្រាប់ការចាប់ខ្លួនលោកNicolas Maduro ប្រធានាធិបតីរបស់ប្រទេស Venezuela ក៏ពិតមែនទែនទៅមានទស្សនៈផ្សេងគ្នាថាហេតុអីបានក្រុមគេហៅថាក្រុម Smart របស់អាមេរិកយើងហៅថា Delta Force បានចូលទៅចាប់ខ្លួនដល់គេថាលោក Maduro ជាមួយនឹងភារកិច្ចរបស់គាត់មិនក្រុម Delta Force ចូលទៅដោយស្រួលទេមុននឹងចូលទៅនឹងអាមេរិកបានយកនាវាដឹកយន្តហោះយើងហៅថា Coral Force ទៅដាក់រួចបាត់ទៅហើយត្រៀមយន្តហោះ S-35 S-22 Raptor ដើម្បីបាញ់កំទេចប្រព័ន្ធការពារមីស៊ីលហើយក៏និយាយថាកូឡុំវេណេស៊ុយឡាទិញប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់ចិនមកអត់មានប្រសិទ្ធភាព No អាមេរិកបាញ់ខ្ទេចអស់ហើយវេណេស៊ុយឡាមានទាំងប្រព័ន្ធការពារគ្រាប់មីស៊ីលទិញពីចិនផងទិញពីរុស្ស៊ីផងប៉ុន្តែនៅតែទប់អត់ជាប់ដោយ S-22 Raptor ហេតុអីបានអាមេរិកអត់ព្រមលុក S-22 Raptor ឲ្យទៅប្រទេសដទៃហើយដឹងទេដោយសារតែបច្ចេកវិទ្យានេះគឺជាបច្ចេកវិទ្យារបស់អាមេរិកតែមួយគត់គ្មានប្រទេសណាមួយលើโลกអាចធ្វើបានទេវាមានទឹកថ្នាំពិសេសដែលអាចគេចផុតពីរ៉ាដាយើងហៅថាយន្តហោះបំផាំងកាយមិនមែនវាហោះទៅវាបាត់ខ្លួនឈឹងទេណាបំផាំងកាយនៅក្នុងរឿង No គឺអត់ទេវាបាត់ពីប្រព័ន្ធរ៉ាដាគឺចាប់អត់បានទេរ៉ាដាគឺចាប់ដោយកម្ដៅដែលភាយចេញពីយន្តហោះប៉ុន្តែ S-22 Raptor វាមានសមត្ថភាពពិសេសម្យ៉ាងគឺទឹកថ្នាំដែលអាចវាគិចចេញពីរ៉ាដាមកសត្រូវមិនឲ្យចាប់បាននឹងកន្លែងហ្នឹងហើយដែលអាមេរិកមិនព្រមលុកតែឲ្យសម្ព័ន្ធមិត្តដូចអ៊ីស្រាអែលដូចបារាំងដូចអង់គ្លេសដូចអូស្ត្រាលីជាដើមជប៉ុនក៏សុំទិញដែរ S-22 Raptor ហើយក្នុងចំណោមយន្តហោះចម្បាំងចំនួនចុងក្រោយមាន S-22 Raptor មាន S-35 អាមេរិកគឺលុកតែ S-35 ទេតែ S-22 Raptor គឺរក្សានៅដល់បច្ចុប្បន្នហ្នឹងអញ្ចឹងបានในកំឡុងពេលប្រតិបត្តិការម្សិលមិញ Delta Force បានចូលទៅដល់គេដ្ឋានប្រធានាធិបតីរបស់វេណេស៊ុយឡាលោកNicolas Maduro ចាប់ខ្លួនទាំងភារកិច្ចរបស់គាត់ហើយបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉កឥឡូវនេះគឺគាត់បានតែជាប់ចោទពីបទឧក្រិដ្ឋកម្មគ្រឿងញៀនការពិតរឿងហ្នឹងវាមិនមែនជារឿងថ្មីទេអាមេរិកបានឲ្យលោក Maduro ហ្នឹងគឺផ្លាស់ប្ដូរអេរយាប័តហើយប៉ុន្តែ Maduro គាត់ប្រកែកគាត់ថាគាត់មិនព្រមធ្វើតាមមិនស្ដាប់ដោយអ្វីដែលអាមេរិកចោទប្រកាន់គាត់អញ្ចឹងក្រោមការដឹកនាំរបស់លោក Donald Trump គាត់បានបើកប្រតិបត្តិការយោធាកាលពីម្សិលមិញដោយចាប់ខ្លួនលោក Maduro ហើយនិងភារកិច្ចរបស់គាត់ហើយមិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់មានរបួសហ្មងប៉ុន្តែការចាប់ខ្លួននៅសងវិញនេះចាប់ខ្លួនលោក Nicolas Maduro នេះប្រជាពលរដ្ឋនៅវេណេស៊ុយឡាទាំងកងកម្លាំងប្រដាប់អាវុធទាំងប្រជាពលរដ្ឋគឺមានការសាទរអញ្ចឹងបានន័យថាក្រោមការដឹកនាំរបស់លោក Maduro គឺប្រជាពលរដ្ឋមិនសប្បាយចិត្តអាហ្នឹងគេហៅថារដ្ឋបាលដែលគាត់ដឹកនាំនឹងគឺពោពេញទៅដោយទី1ពុករលួយទី2ឆ្នាំញៀនអាមេរិកគឺហាមទៀតប្រាប់ទៀតប្រាប់ទៅលោក Maduro ថាឲ្យបញ្ឈប់ហើយក៏បោសសម្អាតគ្រឿងញៀននៅប្រទេសវេណេស៊ុយឡាព្រោះវេណេស៊ុយឡានេះគឺជារោងចក្រដែលដឹកអាភីនដឹកគ្រឿងញៀនរាប់ពាន់តោនទៅកាន់ទឹកដីសហរដ្ឋអាមេរិកណានឹងកន្លែងហ្នឹងហើយដែល Donald Trump គាត់ត្រូវតែបោសសម្អាតគ្រឿងញៀនឲ្យខាងទៅបានកាលមុនមានមេxicoបងរាល់ថ្ងៃបើនិយាយពីប្រទេសដែលមានគ្រឿងញៀនធំជាងគេលើពិភពលោកគឺមេxicoបើនិយាយពីមេxicoបើនិយាយពីកូឡុំបៀពូនឹកឃើញដល់លោក El Chapo ទៀតហើយបាទតែស្គាល់ El Chapo ហ៎មេឆ្នាំញៀន3នៅមេxicoបាត់ឆ្នាំញៀនលើពិភពលោកហើយ El Chapo ហើយដែលមានមួយទៀតអាម៉ងមកចាំខ្ញុំស្គាល់តែ El Chapo នឹងមួយមានមួយទៀតបាទតែគាត់ El Chapo ខ្លាំងជាង El Chapo នោះគឺបានរត់ចេញពីគុកជីករុំក្រោមដីរត់ចេញតាមរុំក្រោមដីអូខ្លាំង El Chapo មានមួយទៀតពូភ្លេចឈ្មោះអាម៉ងវាចាំ